Nhật mô tát sa nhật kệ vẹn tàu a ra hạt tàu sama sambuddhassa. Nhật mô tát sa nhật kệ vẹn tàu a ra hạt tàu sama sambuddhassa. Nhật mô tát sa nhật kệ vẹn tàu a ra hạt tàu sama sambuddhassa. Nhật mặt thọ ratana tiya sa văn ti mi nhom brangបញ្ចាស់ទូលព្រះបង្គំសូមលើកនៅហដ្ឋាទាំងពីរក្បង់អញ្ជលីអង្គសេរសាក្រាបនមស្ការឧទ្ទិសដៅចំពោះព្រះពុទ្ធជាអគ្គបុគ្គលដ៏ប្រសើរលោកជាតេខណីបុគ្គលរកនៅណាមួយដែលស្មើនឹងព្រះអង្គគ្មានដោយព្រះវិជ្ជាខ្លាសូមសពការសូមនមស្ការចំពោះព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទាំង 84000 ដែលជាធម៌របស់បងនៅរាគៈទីកិលេសជាធម៌នាំមកនៅសេចក្តីសុខដល់អ្នកបដិបត្តិដោយព្រះវិជ្ជាខ្លាសពការសូមនមស្ការចំពោះព្រះសង្ឃទាំងពីរគណៈគឺសមតិសង្ឃរិយសង្ឃដោយព្រះវិជ្ជាខ្លាសពការអេតេនសច្ចវច្ចេនៈហោតុសាបតិដោយសច្ចៈវិចារគឺវិចារពិតឲ្យពោលមកប្រមាណជាប៉ុណ្ណេះក៏សូមឲ្យចង្រៃឧបតុការកៃឧត្តបាផ្សេងដែលបំរុងនឹងកើតឬក៏មិនតាន់នឹងកើតនោះក៏សូមឲ្យបងវាជាឆ្ងាយចេញចាកពីខណ្ឌសន្តានអស់លោកជាអិសរាធិបតីសម័យដើមទានប្រធានអ្នកដើមបនក៏ដូចជាអស់លោកអ្នកពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដែលមានវត្តមានក្នុងឱកាសបនកឋិនទានដើម្បីដង្ហែទៅកាន់វត្តអូម៉ានីហើយនៅក្នុងវេលាគ្រាល្ងាចនេះបន្តអំពីការចម្រើននៅព្រះបរិត្តមកក៏មានការសម្ដែងថ្លែងនៅធម្មវិសេសទេសនាដើម្បីនឹងតបឆ្លងនៅសទ្ធាបនកឋិនទានរបស់ញោមញាតដែលជាអិសរាធិបតីសម័យដើមទានប្រធានអ្នកដើមបនបានរៀបចំដោយភាសាទសទ្ធាផុសដោះឡើងក្នុងសន្តានចិត្តដើម្បីនឹងយកទៅវេប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំប្រវត្តិសាស្ត្រនៅក្នុងអារាមវត្តអូម៉ានីហើយនៅពេលល្ងាចនេះក៏បានចូលរួមជាធម្មទានដល់អង្គខ្ញុំគណៈអាត្មាភាពជាអ្នកសម្ដែងប៉ុន្តែមុននឹងសម្ដែងថ្លែងនៅធម្មវិសេសទេសនានេះក៏សំខាន់ទេភិក្ខុក្រែងអង្គខ្ញុំគណៈអាត្មាភាពសម្ដែងទៅមានការលុះខ្វះខាតមិនស្អាតបន់កំណត់ទៅតាមអធិស្រ័យទឹកប្រទេសទឹកចិត្តរបស់ញោមញាតដែលជាអិសរាធិបតីសម័យដើមទានប្រធានអ្នកផ្ដាំបននោះក៏សូមខន្តីភេទទុដល់អង្គខ្ញុំគណៈអាត្មាភាពជាអ្នកសម្ដែងផងសូមជូនពរនិងចម្រើនពរអ៊ីមេចតារោធម្មាវត្ថន្តុបន្តពីការធ្វើនៅបននមស្ការនិងបណ្ណាមគាថាដោយសង្ខេបបែកផ្លេមកប្រមាណជាប៉ុណ្ណេះអង្គខ្ញុំគណៈអាត្មាភាពដែលគង់លើធម្មាសនៈនេះក៏មានទូនាទីភារកិច្ចដើម្បីនឹងអារាធនានៅពុទ្ធវចនៈឬក៏អូវាទឯណានីមួយមកចូលរួមនៅក្នុងបនកឋិនទាននេះហើយបនកឋិនទាននេះគឺមានអ្នកដើមបននឹងអ្នកស្រីយូម៉ាណូព្រមទាំងបតមកពីសហរដ្ឋអាមេរិកហើយអ្នកចូលរួមនៅស្រុកខ្មែរក៏មាននិងសហរដ្ឋក៏មានអ្នកស្រីយូបៃនៅសហរដ្ឋអាមេរិកអ្នកស្រីយូបិនហើយអ្នកស្រីយូសៅខាយហើយកម្មវិធីបន់ដូចមានកម្មវិធីដែលបានចាត់ចែងទុករហូតដល់ស្អែកហ្នឹងក៏មានពិធីដង្ហែទៅតាមដងវិធីឆ្ពោះទៅកាន់អារាមវត្តអូម៉ានីដើម្បីនឹងវេដង្ហែថ្វាយប្រគេនដល់ព្រះសង្ឃដែលគង់ចាំប្រវត្តិសាស្ត្រនៅក្នុងអារាមវត្តនោះប៉ុណ្ណានឹងហើយបនកឋិនដែលអាចកើតឡើងបានហ្នឹងគឺដោយការមាននៅសទ្ធាពលគឺជឿជាក់នៅក្នុងពុទ្ធសាសនាហើយក៏ស្រឡាញ់នៅក្នុងផលនៃការធ្វើទានហ្នឹងជាចំណែកនៃសេចក្តីល្អជាចំណែកនៃការចែករំលែកដល់បុគ្គលដែលជាអ្នកទ្រទ្រង់នៅក្នុងសំណាក់នៃព្រះពុទ្ធសាសនាមានភិក្ខុសង្ឃជាដើមអញ្ចឹងរឿងប
បនកឋិនហ្នឹងគឺជាពុទ្ធានុញ្ញាតនិងពុទ្ធបញ្ញត្តិដែលព្រះអង្គលោកណាបានអនុញ្ញាតឲ្យភិក្ខុទាំងឡាយនៅក្នុងសាសនាហ្នឹងបាននៅសេចក្តីសុខមួយចំណែកនិងបាននៅសេចក្តីចម្រើននៅក្នុងបុណ្យកុសលហ្នឹងមួយចំណែកដែរហើយបុណ្យកឋិននឹងទៀតដែលអាស្រ័យកើតឡើងបានដោយអង្គខ្ញុំគណៈអាត្មាភាពសម្ដែងខាងដើមនឹងដែរបើសិនជាมันមានសទ្ធាទេគឺมันអាចធ្វើកើតឡើងទេញោមណាហ្នឹងហើយក៏มันអាចណាកាត់វេទពលាអាកាសឆ្លងទ្វីបណាឆ្លងប្រទេសណាឆ្លងសមុទ្រនឹងមកស្រុកខ្មែរណាដើម្បីនឹងមកធ្វើខ្លួនឯងដើម្បីនឹងមកទស្សនានៅស្រុកខ្មែរហ្នឹងគឺมันអាចបានទេទោះបីមានលុយមានកាក់មានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយកាលណាបើมันមានសទ្ធាបុណ្យនឹងมันអាចកើតឡើងបានដាច់ខាតញោមណាដាច់ខាតអញ្ចឹងយ៉ាងណាមិញបុណ្យកឋិនទាននេះដែលអាស្រ័យកើតឡើងបានគឺយើងដឹងហើយថាដោយសទ្ធាជ្រះថ្លារបស់ញាតិញោមពុទ្ធបរិស័ទអ្នកប្រុសស្រីទាំងអស់ដែលបានរៀបចំចាត់ចែងធ្វើនៅក្នុងគេហដ្ឋាននឹងហើយចង់លើកបន្តិចអំពីបុព្វហេតុនៃបុណ្យកឋិននឹងដែរដែលកើតមានឡើងក្នុងពុទ្ធសាសនាដែលអាស្រ័យដោយពុទ្ធបរិស័ទប្រុសស្រីធ្វើកើតឡើងហ្នឹងតើវាមានដើមហេតុចងអីបានជាមានកឋិនទានហ្នឹងណាឲ្យតែចេញប្រវត្តិសាស្ត្រមកហ្នឹងគឺគ្រប់កន្លែងទាំងអស់ឲ្យតែមានវត្តមានអារាមហ្នឹងគឺគេពុំដែលខានទេទោះបីថាมันមានម្ចាស់កឋិនមកពីណាក៏ដោយក៏មានការរួបរួមណាចំណុះជើងវត្តបើมันមានចំណុះជើងវត្តទេណាភិក្ខុផងគ្នានឹងធ្វើទៅហែប្រគេនដល់វត្តផ្សេងទៅទៀតទៅណាដើម្បីនឹងចែករំលែកសេចក្តីសុខដល់ព្រះភិក្ខុសង្ឃដែលគង់ចាំប្រវត្តិសាស្ត្រនៅអារាមផ្សេងហ្នឹងដើម្បីទទួលបាននៅអានិសង្ឃនិងសង្ឃលាភផ្សេងហ្នឹងហើយរឿងកឋិនទាននេះបើសំដែងឲ្យចំសេចក្តីទៅគឺជាបុណ្យដែលយើងតែងអនុគ្រោះណាដល់សាមណៈណាអ្នកបួសជាភិក្ខុសង្ឃហ្នឹងដែលនៅក្នុងពុទ្ធសាសនាហ្នឹងបានទទួលនៅសម្ភារៈប្រើប្រាស់មានស្បង់ស្បៃត្រៃជីវរនិងអនិសង្ឃបុណ្យផ្សេងនៅក្នុងកឋិនទានហ្នឹងអញ្ចឹងចង់លើកអំពីបុព្វហេតុខាងដើមនៃបុណ្យកឋិនទានរបស់ញាតិញោមហ្នឹងរួចហើយមួយទៀតហ្នឹងចង់លើកអំពីហេតុនៃការកើតឡើងកឋិនដំបូងនៅក្នុងពុទ្ធសាសនាដែលមានសម្ដែងនៅក្នុងគម្ពីរមហាវគ្គត្រង់ដំណើរការអំពីនោះគឺព្រះលោកបានត្រាស់ឡើងក្នុងលោកហើយយើងរាប់បានចំនួន45ប្រវត្តិសាស្ត្រណាព្រះលោកបរិនិព្វានទៅខ្ញុំញាតិណាដល់ពេលនៅក្នុង45ប្រវត្តិសាស្ត្រហ្នឹងបើសិនជាយើងចាត់ជាការមាន3កាលណាទី1ឈ្មោះថាបឋមពោធិកាលទី2ឈ្មោះថាមជ្ឈិមពោធិកាលទី3ឈ្មោះថាបច្ឆិមពោធិកាលនៅក្នុងរដូវឬក៏នៅក្នុងវស្សាឬក៏នៅក្នុងបច្ចុប្បន្ន45វស្សារបស់ព្រះអង្គហ្នឹងព្រះលោកបានជំរះពុទ្ធកិច្ចញាតិញោមបានគេថាទ្រង់បានសម្ដែងណាប្រោះឬក៏វាទឬក៏ទ្រង់ប្រោះសត្វលោកទ្រង់បណ្ឌបាតណាពេលល្ងាចសម្ដែងបាទៅមកពេលណាបៀតភ្លឺព្រះអង្គលោកប្រមាលមើលឧបនិស្ស័យសត្វពេលកណ្ដាលរាត្រីហ្នឹងលោកដល់ប្រស្រានឹងទេវតាទាំងឡាយហ្នឹងទៅហើយនៅក្នុងពុទ្ធកិច្ចរបស់ព្រះអង្គលោកធ្វើរយៈពេល45ប្រវត្តិសាស្ត្រញាតិញោមហ្នឹងហើយដែលយើងរាប់អំពីវស្សាទី1ដល់វស្សាទី15ហ្នឹងគឺឈ្មោះថាបឋមពោធិកាលហើយរាប់ពីវស្សាទី16ដល់វស្សាទី30ចាត់ជាការឈ្មោះថាមជ្ឈិមពោធិកាលរាប់ពីវស្សាទី31រហូតដល់វស្សាទី45ដែលព្រះអង្គលោកទ្រង់បរិនិព្វានហ្នឹងចាត់ជាការទី3ឈ្មោះថាបច្ឆិមពោធិកាលប៉ុន្តែនៅក្នុងរវាងនៃការទាំង3ហ្នឹងគឺនៅក្នុងមជ្ឈិមពោធិកាលណាមានព្រះភិក្ខុសង្ឃណា30អង្គហ្នឹងណាគង់អាស្រ័យនៅក្នុងដែនបាថយៈញាតិញោមហ្នឹងហើយកាលនោះព្រះអង្គលោកបានគង់អាស្រ័យនៅក្នុងវិហារវត្តចេតពុនដែលណាអាណាថបណ្ឌិកសិទ្ធិហ្នឹងសាងថ្វាយទីក្រុងសាវត្ថីពេលនោះគឺមានព្រះភិក្ខុ30អង្គ
ដែលអាស្រ័យនៅក្នុងដែនបាថីហ្នឹងខាងទិសាភាមជ្ឈិមភាគនៃនគរណាសាវត្ថីហ្នឹងណាពេលនឹងឯងភិក្ខុទាំងឡាយហ្នឹងអាស្រ័យនៅក្នុងព្រៃជាអ្នកប្រព្រឹត្តប្រើប្រាស់បិណ្ឌបាតណាជាអ្នកប្រព្រឹត្តប្រើប្រាស់អាស្រ័យនៅក្នុងព្រៃជាអ្នកប្រើប្រាស់ប្រព្រឹត្តប្រើប្រាស់នៅស្បង់ស្បៃត្រៃចបោតបីហើយក៏អ្នកអាស្រ័យទៅដោយសម្ពុតបានស្គលជាប្រុសក៏ដីដែរដល់ពេលហ្នឹងភិក្ខុទាំងឡាយហ្នឹងបានបួសញាតិញោមតាំងអំពីបឋមពុទ្ធិកាលជាភិក្ខុហើយណាជាអេហិភិក្ខុព្រោះណាដែលបានបួសផ្ទាល់ជាមួយព្រះអង្គហ្នឹងដល់ពេលនៅក្នុងពេលហ្នឹងក៏មានការនឹករលឹកណាវិគិចូលប្រសាផងចង់កលបំរើព្រះសម្មាសម្ពុទ្ធនៅក្នុងវត្តចេតពុនណាដល់ពេលហ្នឹងក៏ធ្វើដំណើរបើយើងគិតអំពីសាកេតណាអំពីណាបាថយៈហ្នឹងទៅសាវត្ថីហ្នឹងមានចំនួន12យោជន៍ពេលហ្នឹងភិក្ខុទាំង30អង្គហ្នឹងបានធ្វើដំណើរធ្វើដំណើរអញ្ចឹងទៅក៏ស្គុនដំណើរនៅពាក់កណ្ដាលផ្លូវហ្នឹងទៅមិនដល់ប៉ុណ្ណាហ្នឹងឯងក៏រកន្លែងកាន់ប្រវត្តិសាស្ត្រនៅក្នុងក្រុងសាកេតហ្នឹងទៅណាក្នុងក្រុងសាកេតហ្នឹងក៏នៅក្នុងរវាងនៃប្រវត្តិសាស្ត្រហ្នឹងភិក្ខុទាំងឡាយហ្នឹងក៏មានសេចក្តីអត់សុខគិតនៅក្នុងចិត្តថាយីអើណោះណាមិនសមបើយើងទាំងឡាយមកស្គុនដំណើរឲ្យពាក់កណ្ដាលផ្លូវនៅតែណា6ណា6យោជន៍ទៀតទេនឹងដល់នៅវត្តចេតពុនហើយមិនគួរយើងមកស្គុនដំណើរអីនៅក្នុងណាពេលហ្នឹងទេពេលហ្នឹងអស់លោកអស់អ្នកញាតិញោមពុទ្ធបរិស័ទលុះត្រាដល់ថ្ងៃបវរណាចេញប្រវត្តិសាស្ត្រហ្នឹងហើយ100ខែអាសត់ហ្នឹងឬក៏ពេញបោណាខែអាសត់ហ្នឹងបវរណាអីចឹងទៅភិក្ខុទាំងអស់ហ្នឹងបានធ្វើដំណើរណាធ្វើដំណើរសូត្រអំពីទីហ្នឹងណាឧទ្ទិសដៅទៅកាន់ក្រុងសាវត្ថីហ្នឹងដើម្បីនឹងគោចូលទៅថ្វាយបង្គំប្រតិបត្តិដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងណាពេលធ្វើដំណើរទៅញាតិញោមដឹងហើយរដូវហ្នឹងណាពោពេញដោយភ្លៀងពោពេញដោយផុកសំបីតែក្រុងបាត់ដំបងយើងហ្នឹងក៏លេចញាតិញោមទៅប្រហែលថ្ងៃមុនដឹងណាហ្នឹងហើយតម្រាំសម័យមុនទៀតលេចហើយធ្វើដំណើរហ្នឹងប្រពេចប្របាច់ណាភិក្ខុខ្លះហ្នឹងក៏តាក់ចពោលហើយទៅភិក្ខុខ្លះហ្នឹងក៏ប្រឡាក់ណាចងចំពេញតែវាលពេញតែដីហ្នឹងទៅណាធ្វើឲ្យណាភាពលំបាកលំបិននឹងមានណាធ្វើឲ្យភិក្ខុទាំងអស់ហ្នឹងណាមានការលំបាកលំបិនណានៅក្នុងការណាមិនសบายចិត្តសบายកាយរហូតទៅដល់ក្រុងណាសាវត្ថីហ្នឹងណាពេលហ្នឹងឯងអស់លោកអស់អ្នកញាតិញោមពុទ្ធបរិស័ទប្រុសស្រីហើយណាចូលទៅថ្វាយបង្គំដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើងពេលហ្នឹងហើយព្រះអង្គលោកបានធ្វើភារៈណាសួរសុខទុក្ខដល់ព្រះភិក្ខុសង្ឃទាំងឡាយថាមនាលណាអ្នកទាំងឡាយតើការអាស្រ័យនៅក្នុងព្រះវសារបស់អ្នកហ្នឹងសេរីយន្តរបស់អ្នកហ្នឹងតើប្រព្រឹត្តទៅបានហើយឬទេណាព្រះអង្គសួរអញ្ចឹងភិក្ខុទាំងឡាយហ្នឹងក៏បានប្រាប់ថាការប្រព្រឹត្តទៅរបស់យើងខ្ញុំព្រះអង្គទាំងអស់គ្នាហ្នឹងល្មមប្រព្រឹត្តទៅបានទេចង្ហាន់បិណ្ឌបាតហ្នឹងក៏ល្មមប្រព្រឹត្តទៅបានដែរការសាមគ្គីរួបរวมគ្នាហ្នឹងក៏ប្រព្រឹត្តទៅបានដែរណាប៉ុន្តែដល់ពេលចុងក្រោយក៏បានទូលនឹងពិតអំពីផលលំបាកថាទូលព្រះបង្គំព្រះអង្គហ្នឹងធ្វើដំណើរមកតាមផ្លូវហ្នឹងណាចពោហ្នឹងក៏សទឹកកកហើយចពោហ្នឹងក៏មានការលហែកតាក់ព្រៀងទៅមានផលលំបាកពេលហ្នឹងព្រះអង្គលោកសម្ដែងអំពីសង្សារវដ្តណាសត្វលោកដែលកើតមកមិនថាតូចមិនថាធំមិនថាកំមុំម៉ាយកន្លោះអីទេលោកសង្ឃឬក៏អាចារ្យទេតែងតែមានការជួបនៅទុក្ខលំបាកគ្រប់គ្នាអញ្ចឹងពេលហ្នឹងសម្ដែងធម្មីកថាឲ្យភិក្ខុទាំងឡាយហ្នឹងបានសម្រេចមគ្គផលណាជាព្រះអរហន្តបានហោះទៅតាមនភាល័យទៅកន្លែងទីតិរៀងខ្លួនហ្នឹងទៅព្រះអង្គក៏មានព្រឹត្តតម្រេះថាបើសិនជាតថាគតតែងតាំងទុកកឋិនថារកិច្ចអំពីគ្រាមុនមកម្លេះមិនសមភិក្ខុទាំងឡាយនឹងលំបាកនៅក្នុងការធ្វើដំណើរមកមានស្បង់ស្បែកត្រៃជាមួយគ្រប់ទេមានតែមកប្រដាប់នឹងមកបានហើយក៏ស្រួលដល់ភិក្ខុទាំងឡាយនឹងអាចទុកដាក់នៅជ័យវរនឹងតាមតម្រូវការទៀតសូម្បីតែប្រពុតពីបុរាណទាំងឡាយលោកក៏មិនដែលវានៅកឋិននឹងដែរអញ្ចឹងព្រះអង្គលោកបានតែងតាំងកឋិនថារកិច្ចគ្រានឹងឯងព្រះអង្គលោកសម្ដែងថានោះជានិមិត្តភិក្ខវេ
và sang một thà năng bị khổ năng cả thân năng ắt tà tông cả thể niên năng bị khổ pan chặt cắp và sàn tệ mà nếu bị khổ từng lại ta tha cốt này nha ao bị khổ từng lại ở na để ban chốt trăm pro xa hơiตัวตัวกลางโครงอนุโมทนีในกระถิ่นระเบิดบานนั้นสองปรำยักษ์เดือดปิดประกอบอันนั้นเรื่องตามเหตุอย่างนี้ในบนกระถิ่นในการเล่าขนมพุทธศาสนาไปยืนกึศในขนมเรื่องนั้นตั้งคือเชี่ยการเพื่อดับใบอนุครูดอลเนี่ยแต่บุญในขนมศาสนาได้มีสบังสบายใจอย่าโวนึงได้ยินยมดังเฮ้ยน่ะโลกมีนมาปลาปีปลาอย่างตั้งแบบเปล่าเช้าเรื่องนั้นตั้งมันบานใบกับใบไอ้เตยบัดนะวัตถุนั้นจีนิสกีตระบัดกรุเปกรุเวลีนางจังโลกไอเปล่าแต่มวยหรือกับปีนั้นนะพลาดโดอย่างตั้งน่ะมาภาษาใบขายว่าไอเดี๋ยวเบาคู่ไออย่างพอยอย่างนี้นะนั่นไงจังอ่ะเป็นนั้นวางโลกอันไหนญาติเอาไปคู่ต่างลายนั้นบ้านกลางกรุงอันโมตเนียกับเทนดอลเปลเมาเย็นโยมนั้นบ้านดังของปีน่ะการอันไหนญาติเราบอกเปรียสมาสัมพุทธยังตั้งก็เราโหดอนเย็นโยมพุทธบริษัทสมัยนั้นเฟื่อหัวนะเพื่อได้โยลมปีกัดโยลมปีก้นตำไลโยลมปีพลาในสังในบอลกระเทนนั้นบ้านเรียบจอดจัดใจเพื่อบอลกระเทนนั้นวันนั้นนั่งโดยมีจ่าดามเตียนประเทศในประดานบอลนั้นนะกอดคอมกัดตั้งปีนีสมดเมานะฉลองประเทศฉลองปีเมาตกขมายนั้นนะเพื่อไม่อ่อยบานดังไฮองกระเทนนั้นเพื่อได้ต่อได้ปมเต็งยิดมิดนั่นเลยสกขมายนั้นก็บานอซาโตยังก็ไตรรีในขนมบอลในขนมกระสอนนั้นเห็นโยมนะนั่งไงจังยืนจังดังแท้ตากระเทนในที่นั้นมีนอาในซังนะมีนพออย่างน่ะนี่เหม็นไปโจ้ยโยมในขนมเด็กกาในขนมกาเบอร์นั้นคือสมได้จังหาจังไปโยลมปีเปียถากระเทนโยมมีคลาโยลมปีกระเทนนั้นยินโยมคลาก็มันโยลมปีกระเทนนั่นเด้จังปีทากระเทนนั้นประเปิดแต่ขนมกระทะเทียดยินโยมบางอย่างในขนมแม่กระเทียนะหรือก็กระทะเทียดในภาษาบาลีนั้นโลธาบสันจีใจเตยจิตขมายหรือก็ปลายเตยจิตขมายหรือก็สิ่งใดขมายเยอะโลโปธาประเปิดแต่ขนมอัดปียางอัดตีมุ้ยโลโปชูธาดาวกลมรอนะหรือกับกรออัดตีปีโลโปสสายหายตีมุ้ยเลยโลโปกรอโนโลจองในวิกหาธาไก่เชจีวไตแต่กระเทโนสเพียโวสเพียเวไอนาได้กรอสเพียเวนั่งโลกเอาชมธากระเทนไม่โลกเปรียบเทียมจังโลกเปรียบเทียบโดยจีเชิญสนั่งบรรดาปูมนุษย์แต่งลายกัดหายโยตบบอกจอดในภายในกับรอลุดลอดองลายอย่างนาบ้านกาตังปิงจีกระเทนปิงตีหนึ่งก่อนงี้มันงี้หนึ่งได้เห็นโยมนะน่ะจังบ้านกาตังเอาปิงตีจีกระเทนนั้นก็ลำบากได้ไม่thànhจังกาเปียถักกรอนั่งยินยมตังเฮยนะเอาไว้để cóไปเลยยืนเฟื่อลายเมาเมียนตำไหลอ่ะหนักยินโยมโดยจีเปียถักกระเทนโลโปขังดาวในอัดหาจีกากรอนั่งวิเคราะห์มันเตะยินโยมมือในขนมบริจีในจักรกรรมไปเชียร์บ่ยืนอ่ะนะมันนุ่มเมียนประมาณชีดอกปรำหรือก็ดอกบัวเลียนเนี่ยเชียงอ่ะเม้นแต่เฟื่อกระเทนนั่งอ้อนนั่งอยู่เฟื่ออย่างเช้านั่งปีเลียนเนี่ยนั่งอย่างเช้าน่าแต่เฮ้ยมันได้เช้าดอละดอกนาหรือก็บุญดอกเลียนเนี่ยนั่งที่จังเนี่ยมีนสถีนั้นวิมีนติดเงียบโยมหายบ่ได้ขนมทานเทวดาขลุ่มสมได้จากขมิ้นกระเทนเด้เอาไปสัญญาโยมตะการในขนมปฏินาการพุทธศาสนาติดก็วิเคราะห์ติดเอาไปยินโยมการในขนมสกคล้ายปนการพุทธศาสนาเด้นะแต่โจในศาสนาดตีอย่างต้อยก็มีกระเทนไหนอันนั้นวิการกรอเหมือนเต้นยินโยมกรอเหมือนเต้นเอาไปยินโยมตะการในขนมรับในขนมมาชัมโบปีนั้นก็ขมิ้นกระเทนไหนจังการลังกับเทนนั้นคือการลังในขนมลูกสโลนั่งไงจังลูกสมได้หักกรอนะให้มวยที่คือกรอสถีเย็นโยมคลากับเมียนลอยเมียนกะเม้นไปในกรอสถีไปกรอกาชื่อนะในขนมกาเธอหนังมันงีแต่เย็นโยมจังมาลูกโปรธานี่ให้จีกากรอนะอาจนั่งเปิดแต่ขนมกากรอให้มวยที่ลูกโปสอสายในจีระเทียนนั่นได้บุคคลบานเพื่อให้จิตเตียนอันหนุครูจิตเตียนแต่การล้างโดยสุดจิตชัดจิตเตียนแต่การล้างดูจิตบังใบไตรจิโบเรียกอัมพีทานเทวดามาขนมมุกนะซ่องจะได้ยังไงวัวทาโลโปหรือสาวในจิระเตียนนี้วัวจิระเตียนนี้คือจิตเตียนตามก้าวตามเวลีมันจะแต่เพื่อเปลนาบานเมานาบานขณะนาบานเนี่ยมีนเปลมีนเวลีฉบับล้อในอย่างโยมนะนั่นไงจิระเตียนในกับเทนเตียนนั่นไงนั่นไงให้มีนเปลมีนเวลีมีนไอฉบับล้อจังบานโลโปสอซา
ណាចងជាវិកហថាបញ្ចរិសង្សេញថាសង្កណ្ហាតៃតេកថេណូណាសភាវោឯណាដែលគ្រាសង្គោះនៅអានិសង្ឃទាំងឡាយរបស់ព្រះភិក្ខុសង្ឃមិនឲ្យទៅក្នុងទីដទៃបានណាលោកពោលសរសើរព្រោះណាលោកពោលសរសើរនៅកឋិននោះអញ្ចឹងសរុបសេចក្តីមកបុណ្យកឋិនហ្នឹងជាការក្រផងហើយក៏លោកពោលសរសើរដែរតែញាតិញោមមើលយើងសថ្ងៃហ្នឹងអ្នកខ្លះមានមង្គលភ្ញាក់ផ្អើលណារបស់អីដែលក្រកើតឡើងមកចម្លែកអីសិតតែមានបោះមានបុណ្យហើយណាប៉ះគោក្បាល2ជើងមកតបអីទៅហើយណារបស់ក្រណាហ្នឹងហើយបើណាសម្រាប់រួចកម្មគ្នាកើតមកលំបាកលំបិនទេបើណាយើងនេះសម្គាល់ថាមានបុណ្យហើយណាអាហ្នឹងញាតិញោមត្រូវយល់ដែរណាហ្នឹងហើយមើលរបស់ក្រកើតមកអញ្ចឹងអ្នកខ្លះហ្នឹងក៏ទៅយល់ណាសភាពពិតសេចក្តីសុខដែលកើតឡើងក្នុងចិត្តរបស់យើងហ្នឹងមានការធ្វើអ្វីដែលជាចំណែកនៃសេចក្តីល្អចំណែកនៃការចម្រើនណាបុណ្យនៃកុសលជាដើមនោះទៅរមែងតែងតែប្រព្រឹត្តទៅនៅសេចក្តីសុខសេចក្តីចម្រើនក្នុងចិត្តរបស់យើងហើយហ្នឹងហើយអញ្ចឹងចង់លើកអំពីពាក្យថាកឋិនហ្នឹងចង់បញ្យល់ញាតិញោមថាទី1លោកថាប្រព្រឹត្តទៅក្នុងការក្រទី2លោកពោលសរសើរមិនលោកបានពោលថាសរសើរព្រោះថាកឋិនទាននេះគឺជាទានមួយដែលប្លែកអំពីបុណ្យដទៃញាតិញោមណាហ្នឹងហើយញាតិញោមគិតមើលអំពីណាបុណ្យកឋិនទានហ្នឹងគឺស្បង់ស្បែកត្រៃចវរហ្នឹងសំខាន់មែនទែនហ្នឹងហើយយើងជាវមកពីផ្សារហ្នឹងតម្លៃមិនថ្លៃទេណា30-40 ម៉ឺនទេប៉ុណ្ណឹងណាប៉ុន្តែដល់ពេលញាតិញោមយកមកដល់ព្រះភិក្ខុសង្ឃធ្វើទៅជាទានហ្នឹងគឺបានអានិសង្ឃច្រើនហើយញាតិញោមគិតមើលថាសម្ពុតស្បង់ស្បែកត្រៃចវរនេះជាទង់ជ័យនៃព្រះអរហន្តដោយអាត្មាភាពអញ្ចឹងក្រុងជ័យពងហ្នឹងមកណាមកដល់ហ្នឹងញាតិញោមទទួលលើកដៃសំពះអីហើយបើមកខ្លួនតទេបើសិនជាលើកដៃសំពះចង់ណាអោនក្បាលណាប្រកេះឲ្យកាប់ញាតិញោមអត់បដ ாய் ដាច់ខាតអញ្ចឹងស្បង់ស្បែកត្រៃចវររបស់ញាតិញោមហ្នឹងមានតម្លៃណាស់ញាតិញោមហ្នឹងហើយណាមានតម្លៃសំបីតែព្រះសម្មាសម្ពុទ្ធកាលព្រះអង្គលោកយោនយកកំណើតកើតជាសត្វតម្រៃណាហ្នឹងហើយនាយមកតម្រៃចង់ចាប់តម្រៃនឹងតែធ្វើមិនចាប់បានបើតម្រៃខ្លាំងខ្លាយ៉ាងហ្នឹងណាក៏យកស្បង់ស្បែកត្រៃចវរនោះទៅគ្របលើខ្លួនពេលហ្នឹងតម្រៃប្រពោធិសត្វមកមិនហ៊ានដើរកន្លងញាតិញោមហ្នឹងហើយថ្វាយបង្គំណាថ្វាយបង្គំនៅស្បង់ស្បែកត្រៃចវរហ្នឹងហ្នឹងវាអស្ចារ្យប៉ុណ្ណាញោមមកគិតណាហ្នឹងហើយស្បង់ស្បែកត្រៃចវរមានតម្លៃណាស់របស់ញាតិញោមណាហ្នឹងហើយបានទៅលើអង្គណាអង្គនឹងប្រើប្រាស់ឲ្យយកទៅណាញាតិញោមថ្វាយគោរពប្រតិបត្តិយ៉ាងប្រពៃនៅក្នុងណាស្បង់ស្បែកត្រៃចវររបស់ញាតិញោមហ្នឹងតម្លៃណាស្បង់ស្បែកត្រៃចវរហ្នឹងហើយណាបុណ្យកឋិននេះទៀតដែលអាចប្រព្រឹត្តទៅបានហ្នឹងលោកសម្ដែងថាលុះត្រាតែប្រព្រឹត្តទៅទាំងរូបធម៌ទាំងនាមធម៌ទើបអាចទៅជាកឋិនពេញទីបានណាដូចនៅក្នុងគម្ពីរបរិវារលោកបានថាទេសញ្ញេធម្មានังសង្ឃោសមវាយោនាមੰនាមកម្មੰនាមថេយ៉ាងរតេអធិបាលោយតិទាំងកឋិនੰអញ្ចឹងធម៌ទាំងឡាយឯណាដែលតាំងនៅក្នុងកំឡុងនៃកឋិនថារកិច្ចរាប់ចាប់ផ្ដើមតាំងអំពីព្រះភិក្ខុសង្ឃចូលចាំពុរិមិកវសារហូតដល់ក្រាលក្រងត្រឹមត្រូវតាមព្រះវិន័យហើយជារូបធម៌ខ្លះជានាមធម៌ខ្លះដែលប្រព្រឹត្តទៅជាកឋិនទានញាតិញោមណាដែលហៅថាកឋិនទានហ្នឹងគឺប្រព្រឹត្តទៅទាំងរូបធម៌ទាំងនាមធម៌អ្វីដែលជារូបអ្វីដែលជានាមរូបគឺរបស់ដែលយើងប៉ះបានស្ទាបបានឬក៏យើងប្រើថារូបហ្នឹងជារបស់ដែលបាក់បែកណាឬក៏ត្រុតត្រោមឬក៏របេះរបោចទៅវិញហ្នឹងរបស់ដែលយើងប៉ះបានហើយខ្ញុំថារូបហ្នឹងលោកសំដៅយកដល់អីស្បង់ស្បែកត្រៃចវរញាតិញោមណានឹងស្បង់ស្បែកត្រៃចវរហើយដល់ពេលនាមធម៌សំដៅដល់យកអីដល់ព្រះវិន័យដែលព្រះលោកបញ្ញត្តិឲ្យភិក្ខុទាំងឡាយហ្នឹងចូលចាំប្រវត្តិសាស្ត្រញាតិញោមគិតមើលបើសិនជាខ្វះរូបធម៌ក៏មិនអាចទៅជាកឋិនបានដែរឧទាហរណ៍ដូចព្រះភិក្ខុសង្ឃលោកចាំប្រវត្តិសាស្ត្រនៅក្នុងវត្តអូវនីអញ្ចឹងណា20-30 អង្គក៏អត់ប៉ុន្តែអត់មានញាតិញោមធ្វើកឋិនទៅអត់មានរូបធម៌ហើយទៅដាក់ក៏មិនអាចទៅជាកឋិនបានដែរឬក៏ញាតិញោមមានលុយមានកាក់ដែរធ្វើកឋិនទិញឯងស្បង់ស្បែកត្រៃចវរ2ឡានកម្មមកក៏ដោយប៉ុន្តែនៅក្នុងវត្តហ្នឹងអត់មានអ្នកចាំប្រវត្តិសាស្ត្រក៏មិនអាចទៅជាកឋិនបានដែរលុះត្រាតែប្រព្រឹត្តទៅស្មើគ្នាញាតិញោមណាទាំងរូបធម៌ទាំងនាមធម៌ដែលមានព្រះភិក្ខុសង្ឃចាំប្រវត្តិសាស្ត្រហើយមានស្បង់ស្បែកត្រៃចវររបស់ញាតិញោមធ្វើទៅទើបអាចប្រព្រឹត្តទៅជាកឋិនទានបានហ្នឹងញាតិញោមមើលហ្នឹងហើយអញ្ចឹងបានព្រះអង្គលោកបានចងក្រងនៅក្នុងគម្ពីរបរិវារៈនោះថាលុះត្រាតែប្រព្រឹត្តទៅទាំងរូបធម៌ទាំងនាមធម៌ហើយបុណ្យកឋិនទាននេះលោកពោលដល់សាព្រោះថាបុណ្យកឋិនទាននោះវាខុសប្លែកពីបុណ្យដទៃហ្នឹងវា5យ៉ាង
ទី1ផ្លែកដោយកាលទី2ផ្លែកដោយណាវត្ថុទី3ផ្លែកដោយបដិគិអកៈទី4ផ្លែកដោយណាអ្នកធ្វើហើយទី5ផ្លែកដោយអានិសង្សទី1ផ្លែកដោយកាលមិនកាលកឋិនទានមានតែមួយខែហ្នឹងអត់ពេញ30ថ្ងៃទៀតមានតែ29ថ្ងៃទេខាងរនោចមាន14ថ្ងៃខាងខ្នើតមាន15ថ្ងៃសរុបទៅមានតែ29ថ្ងៃហើយក្នុង29ថ្ងៃញាតិញោមធ្វើថ្ងៃណាក៏បានខែណាក៏បានដែរណាប៉ុន្តែនៅក្នុងថ្ងៃណាក៏បានណានៅក្នុង29ថ្ងៃហ្នឹងញាតិញោមណាហ្នឹងហើយប៉ុន្តែក្នុងប្រវត្តិធ្វើបានតែម្ដងទេដឹងហែតាមបានតែម្ដងទេប្រមាណ100កឋិនក៏ដោយប្រមាណ1000កឋិនក៏ដោយធ្វើបានតែម្ដងហ្នឹងទេឬក៏ញាតិញោមហែដាក់វត្តអូមនីស្អែកហើយខាងស្អែកចង់ធ្វើកឋិនម្ដងទៀតអត់ទៅជាកឋិនទេញាតិញោមដាច់ខាតណាគ្រូណាក៏រៀនអះអាងថាអត់មានឡើងទៅជាកឋិនទេទៅជាបន់បច្ច័យ4អញ្ចឹងផ្លែកដោយការអញ្ចឹងកឋិនទានខ្ញុំអស់ចាអញ្ចឹងមើលណាមានតែ29ថ្ងៃទេណា29ថ្ងៃហ្នឹងធ្វើបានតែម្ដងទៀតតែមួយវត្តហ្នឹងណាមិនមែនធ្វើច្រើនដងបានទៀតណាហ្នឹងហើយណាវេស្អែកហើយរួចអាហ្នឹងរួចហើយណាបើសិនជាលោកចង់ធ្វើទៅវត្តណាទៀតរឿងលោកឯប៉ុន្តែកឋិនទានវត្តអូមនីទទួលបានតែម្ដងហ្នឹងទេណាមួយឆ្នាំទទួលបានតែម្ដងហ្នឹងហើយ29ថ្ងៃហ្នឹងញាតិញោមធ្វើទៅថ្ងៃណាក៏បានខែណាក៏បានបើសិនញាតិញោមចង់ថាមានលុយមានកាក់មិនតាន់ធ្វើអីណានៅក្នុងរដូវកឋិនហ្នឹងចាំធ្វើខែចែកប្រសាញាតិញោមធ្វើទៅមិនទៅជាកឋិនទានទេអញ្ចឹងមានការមានវេលាច្បាស់លាស់ញាតិញោមណានឹងបងលោកបញ្ញត្តិមានការមានវេលាច្បាស់លាស់នៅក្នុងណាកាលនៃកឋិនទានហ្នឹងមិនចេះតែធ្វើផ្ដេសផ្ដាស់បានទេណាហ្នឹងវាអស្ចារ្យកាលនៃកឋិនទានហ្នឹងឬក៏យ៉ាងណារដូវកាលនៃកឋិនហ្នឹងហើយដល់ពេលទី2វាផ្លែកដោយវត្ថុនៃកឋិនទានហ្នឹងគឺមានតែស្បង់មួយជ័យពោមួយសង្ឃក្តីមួយទេណាមានប្រមាណក៏ដោយក៏មិនអាចណាទៅជាកឋិនទេអញ្ចឹងលោកយកតែមួយធ្វើជាអង្គកឋិនទានណាអង្គកឋិនទានហ្នឹងរបស់ទាំងអស់ហ្នឹងគឺសូត្រញាត់ប្រគេនលោកទៅរបស់អត់ហ្នឹងទៅជាកឋិនទានប៉ុន្តែមានមួយជាណាការចំណាំនៃអង្គកឋិនទានហ្នឹងប៉ុន្តែយើងស្គាល់ហ្នឹងបើសិនជាខ្ញុំកណាមិនបាក់ដាក់ស្បង់ស្បែកត្រៃយោឯងមើលលោកដូចសបោហើយតិចគុណណាខ្ញុំកណាចង់ដាក់សរងដាក់អីវិញផ្សេងចុះណាពេលទៅជាលុយក៏មិនទៅទិញហើយមិនទៅជាកឋិនទេញោមធ្វើ500ដងក៏អាចទៅជាកឋិនដែរបើអត់មានស្បង់ស្បែកត្រៃយោហ្នឹងទេហ្នឹងវាផ្លែទៅវត្ថុប៉ុន្តែបនបច្ច័យ4ខ្ញុំអាចវេជាបច្ច័យទៅជាបច្ច័យ4បានប៉ុន្តែកឋិនអត់ទេណាបើខ្វះស្បង់ស្បែកត្រៃយោខ្ញុំចង់ផ្លែកអំពីហ្នឹងណាឆ្នាំនេះប្រគេនពរផ្សេងពីស្បង់ស្បែកត្រៃយោដល់លោកមិនទៅជាកឋិនទានទេហើយមួយទៀតផ្លែកដោយអំពើព្រោះណាផ្លែកដោយអំពើហ្នឹងផ្លែកមិនណាអ្នកធ្វើហ្នឹងគឺបនដតីយើងធ្វើរួចប្រគេនប៉ុន្តែកឋិនទានអត់ទេយកទៅដល់ដាក់នៅមុខសង្ឃវេរួចលោកសូថានេះគឺជាស្បង់ស្បែកត្រៃយោរបស់ញាតិញោមដែលជាម្ចាស់ដើមទានប្រធានអ្នកផ្ដាំបនហ្នឹងដូចជាសម្ពុតដែលធ្លាក់អំពីលើអាកាសមកចំកណ្ដាលជំនុំសង្ឃហ្នឹងអត់មានបបបុគ្គលណាម្នាក់ទេណាមកវេប្រគេនដល់ព្រះភិក្ខុសង្ឃអត់មានបុគ្គលនេះគ្រូសូត្រឬក៏ជាគ្រីហ្នឹងទេបានសេចក្តីថាជារបស់សង្ឃឬក៏ជារបស់ដែលអណ្ដែតត្រសែតដែលញាតិញោមធ្វើមកដូចជារបស់ទេវតាដែលធ្លាក់ចំពោះមុខព្រះសង្ឃអញ្ចឹងណាញាតិញោមណាហ្នឹងហើយមួយទៀតផ្លែកដោយកម្មលោកដែលធ្វើហ្នឹងលុះត្រាតែធ្វើប្រកបដោយកិច្ចនៃព្រះវិន័យឲ្យត្រឹមត្រូវទើបអាចឡើងទៅជាកឋិនបានហើយមួយទៀតផ្លែកដោយបដិគិហកៈផ្លែកដោយបដិគិហកៈហ្នឹងមិនអ្នកទទួលហ្នឹងមានតែព្រះភិក្ខុសង្ឃហ្នឹងទៀតបើសាមណេរទទួលមិនបានបើភិក្ខុដតីដែលលោកមកពីទីដតីប៉ុន្តែមិនមែននៅក្នុងវត្តហ្នឹងមិនបានចាំប្រវត្តិសានៅក្នុងទីហ្នឹងក៏មិនអាចទទួលបានឬក៏លោកដែលគង់ចាំប្រវត្តិសានៅក្នុងវត្តហ្នឹងដាច់ប្រវត្តិសាក៏មិនអាចទទួលកឋិននឹងបានដាច់ខាតញញោមអញ្ចឹងវាផ្លែកដោយបដិគិហកៈប៉ុន្តែបនដតីញញោមគិតមើលបច្ច័យ4ក៏បានតេកណានុប្រទានក៏បានសាមណេរក៏បានភិក្ខុក៏បានអង្គណាក៏បានមកពីភ្នំពេញក៏បានមកពីពោធិ៍សាត់ក៏បានបាត់ដំបងឬក៏មកពីសៀមរាបក៏ទទួលបានប៉ុន្តែកឋិនទានដាច់ខាតលុះត្រាតែព្រះភិក្ខុសង្ឃដែលគង់ចាំប្រវត្តិសាក្នុងអាវាសវត្តហ្នឹងហើយបានទទួលណាការចូលចាំប្រវត្តិសាពេញលេញឲ្យត្រឹមត្រូវមិនដាច់ទៀតអាហ្នឹងទើបអាចទទួលទៅបានហ្នឹងញមើលផ្លែកដោយបដិគិហកៈវាអញ្ចឹងហើយមួយទៀតផ្លែកដោយអានិសង្ឃកឋិនទាននេះមិនធម្មតាទេបានទាំងអ្នកធ្វើបានទាំងអ្នកទទួលប៉ុន្តែបនដតីលោកបានតែមួយឆ្អែតដូចបច្ច័យ4អីណាបានតែមួយបាយអីហ្នឹងទៅហើយចេវរៈទានអីផ្សេងញញោមប្រគេនទៅបានប៉ុន្តែអានិសង្ឃអត់បានទេ
ប៉ុន្តែក្នុងបុណ្យកឋិននេះបានអានិសង្ស5ញាតិញោមក៏បានព្រះភិក្ខុសង្ឃក៏បានមើលញាតិញោមមើលវាប្លែកពីបុណ្យដទៃអស្ចារ្យមែនទេបុណ្យកឋិនហ្នឹងណាញាតិញោមជាអ្នកធ្វើក៏បានព្រះភិក្ខុសង្ឃដែលលោកទទួលអនុមោទក្រាលគ្រងនៅកឋិនទានហ្នឹងក៏បានអានិសង្ស5ទី1យើងបកគលនៅសេចក្តីសុខដល់លោកនិមន្តទៅណាមកណាមិនបាក់លាភិក្ខុផងគ្នាដោយភាពណារហ័សរហួនឬក៏តន់ហន់អីមិនត្រូវអាបត្តិទេហើយមួយទៀតលោកអាចទុកដាក់ត្រៃជីវរហ្នឹងណាតាមតម្រូវការបានណាលោកយកតែស្បង់មួយជ័យពោមួយទៅដល់លំពេញក៏បានទៅដល់ណាក៏បានលោកបាក់វេកម្មវេអីទៅក៏ត្រូវបាត់ដែរប៉ុន្តែបើសិនជាមិនតាន់បានទទួលអានិសង្ឃកឋិននៅជប៉ុននេះញាតិញោមស្បង់នេះលោកសឹងចោលតែមួយយប់ខាងក្រៅកត់ណាមិនជាប់ហត្ថបាសទេវត្ថុហ្នឹងត្រូវនិសិគីពេលលោកប្រើត្រូវបាត់បច្ចតិញាតិញោមគិតមើលណាអត់ដូចខោអាវយើងយកទៅដាក់ណាក៏បានកន្លែងណាក៏បានប៉ុន្តែស្វងស្វ័យក្រៅយកនេះអត់បានទេណាកាលណាបើមិនតាន់បានទទួលអានិសង្ឃកឋិនទេកាលណាបើដាច់ហត្ថបាសមួយយប់កន្លងរាត្រីត្រូវអាបានមកណាអត់បានទេណាអញ្ចឹងបានសេចក្តីថាញាតិញោមបកគលសេចក្តីសុខប្រកេនដល់លោកមកមួយទៀតណាសង្ឃទី1ទៀតអញ្ចឹងបានសេចក្តីលោកយកទៅដាក់កន្លែងណាក៏បានមិនត្រូវបាត់ទេណាប៉ុន្តែបើមើលទៅវាជាអេសណាត្រូវទោសដែរត្រង់ឲ្យជាអេសឲ្យមានអនាម័យយកចេះកវត្តដាក់កន្លែងនោះទៅអញ្ចឹងបានសេចក្តីថាលោកអាចទុកដាក់តាមតម្រូវការបានហើយមួយទៀតលោកអាចឆាន់នៅគណៈភោជនបានណាគណៈភោជននឹងបានមិនញាតិញោមនិមន្តនៅផតតាហាចេញនៅឈ្មោះណាពេលដែលលោកទទួលអានិសង្ឃកឋិនមិនត្រូវបាត់ទេប៉ុន្តែបើលោកមិនតន់ទទួលអានិសង្ឃកឋិនញាតិញោមស្អែកឡើងហ្នឹងក៏ទៅនិមន្តណាលោកម្ចាស់ប្រមាណអង្គថាខ្ញុំកណានិមន្តទៅឆាន់បាញ់ឆែវណាគាត់ទៅទទួលនិមន្តញាតិញោមទៅត្រូវបាត់មកឆាន់ទៀតត្រូវបាត់ទៀតញាតិញោមណាប៉ុន្តែមកទទួលអានិសង្ឃកឋិនហើយស្អែកឡើងទទួលអានិសង្ឃកឋិនខាន់ស្អែកញាតិញោមចង់បុកទឹកគ្រឿងណាចង់មុនលោកមកឆាន់អីផ្សេងចេញឈ្មោះអត់ត្រូវបាត់ទេរយៈពេល5ខែណាពេញបោខែប្រគុណហ្នឹងអញ្ចឹងចាប់តាំងពីលោកទទួលអានិសង្ឃកឋិនមកញាតិញោមមុនហ្នឹងចេញឈ្មោះទៅអត់អីទេអត់ត្រូវបាត់ទេប៉ុន្តែបើមិនតាន់បានទទួលអានិសង្ឃកឋិនទេញាតិញោមទៅមុនលោកទទួលព្រឹបនឹងត្រូវបាត់ណាផឹងបើញាតិញោមណាហ្នឹងហើយមួយទៀតណាលោកអាចទុកដាក់ជ័យវរដែលវាច្រើនពោពាសដែលញាតិញោមយកទៅហ្នឹងណាវេកាប់អីតាមតម្រូវការបានហើយមួយទៀតជ័យវរៈដែលកើតឡើងក្នុងអាវាសហ្នឹងគឺលោកមានសិទ្ធិទទួលបាននៅអានិសង្ឃឬក៏បាននៅអត្តរិទ្ធលាភហ្នឹងដោយភិក្ខុដទៃឬក៏ដូចជាណាលោកដែលអាស្រ័យនៅក្នុងនឹងស្មើគ្នាហ្នឹងមើលញាតិញោមទាំងអស់ហ្នឹងគឺជាអានិសង្ឃដែលញាតិញោមបានប្រគល់ណាប្រកេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំប្រវត្តិសាមិនអត់តម្លៃទេណា3ខែហ្នឹងដែលលោកចូលប្រវត្តិសាហ្នឹងគឺលោកបានអានិសង្ឃ5យ៉ាងហ្នឹងញាតិញោមណាហ្នឹងអានិសង្ឃ5យ៉ាងដែលបានអំពីសេចក្តីសុខដែលញាតិញោមបានផ្ដល់អំពីកឋិនទានហ្នឹងណាប្រកេនដល់លោកហ្នឹងអានិសង្ឃនៃអ្នកដែលទទួលការរងចំណែកឲ្យញាតិញោមពុទ្ធបរិស័ទប្រុសស្រីហ្នឹងក៏បានអានិសង្ឃច្រើនប៉ុណ្ណាណាមិនអាចគណនាត្រារាប់ប៉ុណ្ណេះបានទេនៅអានិសង្ឃប៉ុន្តែបុរាណយើងចងក្រងលើកនៅទឹកចិត្តណាទី1ហ្នឹងតាមអំណាចនៃបុណ្យកុសលអ្នកដែលធ្វើហ្នឹងកើតជាតិណាមានប្រាជ្ញាស្មារតីហើយទី2ហ្នឹងគឺតាមអំណាចនៃបុណ្យហ្នឹងរមែងមានរូបរាងស្អាតណាហ្នឹងហើយមានរូបរាងស្អាតទៅណាមកណាហ្នឹងមើលទៅណាបើកើតមកហ្នឹងថារូបរាងហ្នឹងមើលទៅសមរម្យគេនឹងឯងណាមើលទៅគួរជាទីពេចពិលរមិលមើលនៃពពួកញាតិនៃពពួកមនុស្សទូទៅណាហើយទី3ហ្នឹងគឺមានសន្តានត្រង់ទ្រាយហ្នឹងណាក៏ស្អាតតែបើមើលពីលិចពីកើតពីត្បូងពីជើងហ្នឹងទៅក៏ឃើញស្អាតដល់អំណាចនៃបុណ្យហ្នឹងហើយមួយទៀតដល់អំណាចនៃបុណ្យហ្នឹងរមែងមានទ្រង់ទ្រាយកម្ពស់កម្ពស់ហ្នឹងក៏វាស្អាតរហូតកើតជាតិណាបើបរោះវិញនឹងអាចទៅជាស្ដេចបើស្ត្រីវិញអាចទៅជាអគ្គមហេសីប៉ុណ្ណានៅក្នុងអានិសង្ឃនៃកឋិនហ្នឹងហើយលោកបានពោលច្រើនទៀតសំបីតែព្រះសម្មាសម្ពុទ្ធណាព្រះអង្គក៏លោកសរសើរទោះបីតែយើងមិនបានធ្វើផ្ទាល់ញាតិញោមបានអនុមោទនាហ្នឹងក៏បានអានិសង្ឃកឋិនដែរញាតិញោមបានអានិសង្ឃណាខំពីបុណ្យដទៃហើយបុណ្យកឋិននេះសូម្បីតែយើងជួយខ្នះខ្នែងរៀបចំអនុមោទនាដោយចិត្តរីករាយហ្នឹងក៏បានបុណ្យដែរសូម្បីតែព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើងក៏ព្រះអង្គលោកយកកំណើតកើតជាពោធិសត្វណាឈ្មោះនរជីវៈណាដែលអាស្រ័យនៅក្នុងនគរណាហង្សវតីណានៅក្នុងនគរហង្សវតីមានព្រះរាជាព្រះនាមហង្សរាជណាលោកសោយរាជនៅក្នុងនគរហ្នឹងចំណែកពោធិសត្វនៃយើងលោកកើតជាអ្នកតល់ក្រមានប៉ុន្តែលោកបំរើនៅមេដាបេដាអញ្ចឹងទៅរហូតព្រះអង្គលោក
ban phi chnuol ke một cái lại rồi ta đo là ta cô pram nó chưa khai mà đẹp nâng này na miền cả đồng pi miền chiêng cắt phật miền là chiêng rật tê nè hai miền chiêng rốt hai miền chiêng là mùi tiết nắng miền nè priênប្រមងlà nơi không kia trong pram nè nắng bồ sát có được nhom mầm ra rồi còn nè xì chnuol cái nắng nơi không tẹt cái đồng pi cái đồng pi nó miền lôi miền cạn của nó bây là cái đồng pi cạn nó cứ nè miền đòi xa sơi đòi xa phụ phò miền chi và cam ấy bằng miền đòi cả phơi cả sĩ cam của nó nè phơi cả sĩ cam bên chỉ cam mình bây là cả sĩ cam rồi có cả phơi sai trong cả này nè chân miền lôi miền cạn tới nó khơi nhà dân phơi bón lấy ban bón trời phơi lắm này nó đã chi và cái thén nhìn dụng ban làm miền là phơi cái thén này nè ban phò lai sang trời đang ai có riêng trong chặt chay phơi nơi cái thén là tiên đang tầng 2 tới quê bờ kê nhưng tới có bậc na nè bon bậc na cái sao lấy cục kia tới rồi đó bậc phôi san này dưới nó còn cao nè nè mà chia thôi mà chia tiên đang toàn bậc phôi ong na có ban sầm lại miệng khoai lên tới chừng này ai nè cái nông bị cạn nó có ban cao mình tô tới nông tê của đa nông lúc đó hôm nay này bon này cái sao lên tới của nó là ngày ní anh đi sang đây cái thên là tiên là nhìn vô bàn phơi hai bậc bờ rọ với cao chia na với cứ toàn bậc phôi ong ná là toàn là nước hơi bố hai chị em bị khô phim xong lại trai cho bố nó ba tự tin kịp xa mà thì là trong này ai sẽ trai với nâng ba nơi ai đó là ngày pasa nâng cứ miền tầm lầy đó trao mình tên nhiều nhung nè dạng trao là đôi chi là niên là visa khai giống nè là ngày là miền trọc miền sầm bát như tư hay vô là trọc sầm bát đang lụa phơi quạt đuôi bán như nhung ai nè là ta pasa tận nặng đó là miền tầm lầy dạng trao là ngày chẳng có châu luôn phần ngân chất hay ở sum đai hoặc mà kê tiền nhiều chẳng là phần năng chất hay xài những từ xoài chiên một kê tiền là nghĩ mấy nơi bọn là cả kê pi màu của bay giúp bạn chọn là ngày chẳng có chỗ luôn phần năng chất nhôm nát là ngày chẳng có nhiệt nhôm là chọn phần năng chất hay luôn là mình chọn ông nhưng mà mà tiếp có là phần mai phần mô lời tham nên nguyên nhập kho coi được tí gặp chất để bàn cao lại được nông con cái là tiền đi hay nhìn vô nếu vô làm pi sẽ cái đây là o đây nhìn vô bàn phơi đang hay công phi tháng phơi tân bàn bật na tí giọt bàn bòn mấy đây nhìn vô nát là cả là bây giờ phơi hỏi cứ bòn dân miên là na màu tha màu nỉ dây ấy phải châu ấy dân ở đây riêng bòn năng và sân chia phơi đôi kia phải châu cứ miên là na trong phơi về cứ phơi đôi soi chỉ chất luôn ai tray o luôn ai ri luôn ai là ngày bật phơi bòn đôi ca phải châu nó cứ mình bàn bòn đây nhau là ngày tí tiết nó khăng bòn là chua bòn là ngày tray o ri đôi luôn ai phơi đôi luôn ai bầm pin chất đôi luôn ai là ngày nhìn nhau thọp miên là riêng mùi là men như nhau nè là từ dân tới có việc phi châu là men nơi dân đó là nơi ngay mà chùa đó là pe phơi tới ngày mũi to không bòn mà nè bón đùi chui ấy phong và con là plek đã đun chật có là miên ca tray o cho mũi bòn nó có nhìn miền ban vô tầm lại bị bón đôi dân phơi luôn ấy miên chật tray o đi chỉ bón dân tăng hả bón nó miên tầm lại sầm đạp dân à đó là pe toàn là lư cái phải châu toàn là lư cái khô snai ở ban cất đun chật luôn ấy đó pe phơi tới miên này dù tới chia sợi trâu cho mũi bòn của nó trâu cho mũi bòn nhưng chẳng ngày nay cứ ở đây nhìn nhôm phơi đôi chật sệt là của nó cắt tăng bởi này thì ai mau miền bò miền ôn miền là mùi miền nhiệt bật ở trong đang trây o đi để chúng tôi bòn đang tiết cứ quạt màu khăn cào mà đó nó cứ rụng phơ trây o đi là ngày bông màu đó là mai năng mình chỉ nè bòn chỉ có soi khoáng màu coi còn là trây o đi đó là bên màu nhất cứ quạt trây o đi chẳng đòi hôm nay này bọn có xóa lưng có chủ đòn miệt đàm bày đà bọn nhiều nhiệt ấy chỉ mà trả đàm tiền và tiền là đàm bọn hơi chỉ bị xe cứ mà trả đàm tiền là bà tiền đàm bọn miền
អ្នកស្រីយូម៉ាណូក៏ដូចជាញាតិមិត្តទាំងអស់ណានៅក្នុងទីហ្នឹងឲ្យបានជួបសេចក្តីសុខដីចម្រើនទោះបីធ្វើដំណើរទៅវិញហ្នឹងក៏បាននៅសុវត្ថិភាពតាមផ្លូវហ្នឹងហើយមួយចំណែកទៀតណាញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ណាទាំងអ្នកបើកមីក្រូទាំងកាមេរ៉ាម៉ាន់ទាំងអ្នកក្រៅអ្នកក្នុងអ្នកធ្វើដំណើរអ្នកដេកអ្នកអង្គុយអ្នកចូលចិត្តធម៌អ្នកមិនចូលចិត្តធម៌ហ្នឹងក៏សូមឲ្យជួបតែនឹងពុទ្ធពរទាំងឡាយ4ប្រការគឺយុវណៈសុខៈពលៈពើពះផ្ទះសម្បត្តិ3សម្បត្តិសម្បត្តិទេវតាសម្បត្តិអស្ចារ្យគឺសម្បត្តិព្រះនិព្វានបើយោញាតប្រាថ្នាពោណាសម្បត្តិណាក៏សូមឲ្យសម្រេចដោយសេចក្តីប្រាថ្នាអនាគតជាតិក៏សូមឲ្យផុតចាកទុក្ខដល់ព្រះនិព្វានគ្រប់គ្នាយ៉ាងសង្កពេនអសមត្តារីពធទេសនាក៏សន្មតចប់តែប៉ុណ្ណេះឯងអេវ៉ាំង